ណាតាមបណ្ដាញសង្គមជាទីនឹករលឹកនឹងជាទីរាប់អាននៅថ្ងៃនេះខ្ញុំសនជ័យមានសេចក្តីសោមនស្សរីករាយមកចែករំលែកនិងបង្ហាញនៅប្លង់គំនិតខ្លះៗដើម្បីឲ្យបានជាចំណុចចាប់អារម្មណ៍នៅក្នុងការចូលរួមចំណែកសន្សំសំចៃធម្មពលគណៈពេលដែលកម្ពុជាក៏ជាប្រទេសមួយដែលរងផលប៉ះពាល់អំពីវិបត្តិធម្មពលដែលយើងនិយាយនៅពេលនេះគឺសំដៅលើការខ្វះខាតប្រេងសាំងប្រេងម៉ាស៊ូតនិងហ្គាសអូស្មန်ហ្គាសដែលជាមធ្យោបាយផ្គត់ផ្គង់ទាំងការធ្វើដំណើរហើយនិងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងហើយដែលយើងដឹងហើយថាយើងប្រឈមជាមួយនឹងការខ្វះយើងអាចនឹងប្រឈមជាមួយនឹងការខ្វះខាតការផ្គត់ផ្គង់ទាំងអស់នេះនៅក្នុងកម្រិតណាមួយដែលมันអាចជៀសរួចវិបត្តិសកលវិបត្តិធម្មពលគឺมันអាចគ្មាននរណាម្នាក់អាចគេចផុតនោះទេគ្រាន់តែតិចហើយនឹងច្រើនហើយពេលខ្លះទៅសូម្បីតែមានលុយហើយក៏ពិបាករកមធ្យោបាយដើម្បីទិញរបស់អស់នឹងយកមកប្រើដែរអញ្ចឹងហើយបានជាយើងខ្ញុំនឹងឲ្យជាគំនិតខ្លះថាតើបងប្អូនគួរធ្វើអ្វីខ្លះទីមួយយើងដឹងហើយថាការរួមចំណែកសន្សំចៃធម្មពលនេះវាគឺជាភារកិច្ចករណីកិច្ចរបស់មនុស្សគ្រប់គ្នាយើងអាចសន្សំសំចៃបាននៅក្នុងកម្រិតបុគ្គលយើងអាចសំចៃរួមចំណែកបានជាប្រយោជន៍ដល់សហគមន៍ហើយក៏ជាការរួមចំណែកទៅដល់ការសំចៃមួយដែលមានប្រយោជន៍ដល់សហគមន៍ឬក៏សង្គមមនុស្សទាំងមូលដែរអញ្ចឹងបើថ្ងៃនេះយើងសន្សំបានប៉ុណ្ណេះហើយអ្នកផ្សេងក៏ចូលរួមចំណែកសន្សំយើងប្រែคล้ายពីការប្រើប្រាស់ធម្មពលបែបនេះដោយផ្ទាល់យើងទៅប្រើប្រាស់មធ្យោបាយដែលអាចដោះស្រាយបញ្ហាតម្រូវការរបស់យើងដោយបានន័យថាយើងអាចរួមចំណែកដោះស្រាយបញ្ហាដោយផ្ទាល់នេះហើយក៏យើងនៅតែដើរទៅមុខបានប្រកបដោយជោគជ័យនៅក្នុងដំណើរជីវិតរបស់យើងត្រូវការចាំបាច់នៅ gas សម្រាប់ចម្អិនម្ហូបណាយើងអាចងាកទៅប្រើប្រាស់ចង្ក្រានដុតធ្យូងយើងអាចងាកទៅប្រើប្រាស់ឲ្យបានច្រើនទៅលើចង្ក្រានអគ្គិសនីយើងអាចងាកទៅប្រើប្រាស់អុសបានទេខ្ញុំគិតថាវាមិនមែនជារឿងមួយដែលងាយពេកទេក្នុងការបត់បានបែបនេះណាប៉ុន្តែសួរថាតើយើងអាចគេចផុតពីផលប៉ះពាល់នឹងបានអត់ចម្លើយឆ្លើយថាយើងមិនអាចគេចផុតទេដូចខ្ញុំនិយាយអញ្ចឹងនៅពេលដែលទោះបីជាយើងថាយើងមានលុយសម្រាប់ទិញហ្នឹងប៉ុន្តែពេលខ្លះយើងកាន់លុយនៅនឹងដៃថាទៅទិញប៉ុន្តែអ្នកខ្លះរហូតដល់ពេលនេះខ្ញុំឮសូរគេនិយាយអំពីការពិបាករកទិញហ្គាសសម្រាប់ចម្អិនម្ហូបណាគាត់ថាមានលុយហើយពិបាករកទិញទៀតអញ្ចឹងសំណួរសួរថាតើយើងបានគិតអ្វីជាជំរើសនៅអញ្ចឹងបងប្អូនសាកល្បងគិតបន្តិចមើលថាឥឡូវបើសិនជាថ្ងៃក្រោយទៅកម្រិតនៃការផ្គត់ផ្គង់អូស្មန်ហ្គាសនេះកាន់តែថយទៅតើបងប្អូនមានអ្វីជាជំរើសសម្រាប់ដោះស្រាយណាអ្នកដោះស្រាយអញ្ចឹងបងប្អូនត្រូវគិតមើលនៅជុំវិញខ្លួនមានអ្វីខ្លះដែលអាចជួយយើងបានគាត់តែរឿងចម្អិនម្ហូបមួយគាត់បងប្អូនthấyខ្ញុំអត់មានហ្គាសសម្រាប់ចម្អិនម្ហូបទេតើខ្ញុំអាចមានជំរើសអីផ្សេងដែលអាចចម្អិនម្ហូបបានទេសិតតែជាអ្វីដែលបងប្អូនអាចគិតហើយគិតនេះគឺត្រូវតែមានផែនការច្បាស់លាស់តែម្ដងណាផែនការច្បាស់លាស់យើងគិតយើងអនុវត្តដោយខ្លួនឯងយើងចែកចម្លែកបទពិសោធន៍នេះជាមួយនឹងកូនចៅរបស់យើងណាកូនក្មួយរបស់យើងជាមួយសហគមន៍របស់យើងបាទអញ្ចឹងការផ្ទេរចំណេះដឹងការផ្ទេរបទពិសោធន៍អនុវត្តល្អហ្នឹងគឺมันអាចខានបានទេណាបាទ